យោងទៅតាមផេកឯកសារច្បាប់និងរដ្ឋបាលបានសរសេរថាហេតុអ្វីបានជាបុគ្គលិកខ្លះជ្រើសរើសការអែបអបជាជាងការប្រើសមត្ថភាពពិតមូលហេតុមានដូចខាងក្រោម 1. សម្ពាធការងារពួកគេអាចមានអារម្មណ៍ថាត្រូវផ្គាប់ចិត្តថ្នាក់លើឬរក្សាអ្នកនឹងល្អដើម្បីរក្សាតំណែងឬឱកាសការងារ 2. ការខ្វះទំនុកចិត្តអ្នកខ្លះមិនជឿជាក់លើសមត្ថភាពខ្លួនឯងហើយជ្រើសរើសការអែបអបដើម្បីជៀសវាងការបរាជ័យឬការរិះគន់ 3. វប្បធម៌ការងារនៅកន្លែងធ្វើការមួយចំនួនការអែបអបត្រូវបានគេមើលឃើញថាជាវិធីសាស្ត្រដើម្បីទទួលបានការលើកទឹកចិត្តឬការផ្ដល់រង្វាន់ 4. ការខ្វះការលើកទឹកចិត្តបើបុគ្គលិកមានអារម្មណ៍ថាការខិតខំប្រឹងប្រែងរបស់ពួកគេមិនត្រូវបានទទួលស្គាល់ពួកគេអាចងាកទៅរកការអែបអបជាវិធីសាស្ត្រដ៏ងាយស្រួលមួយ 5. គោលបំណងផ្ទាល់ខ្លួនអ្នកខ្លះប្រើការអែបអបដើម្បីសម្រេចគោលដៅផ្ទាល់ខ្លួនដូចជាការឡើងតំណែងឬអត្ថប្រយោជន៍ផ្សេងៗ 6. ការខ្វះជំនាញឬបទពិសោធន៍បុគ្គលិកខ្លះមានអារម្មណ៍ថាខ្លួនមិនមានជំនាញគ្រប់គ្រាន់សម្រាប់ការងារដែលទាមទារដូច្នេះពួកគេប្រើការអែបអបដើម្បីទូទាត់សងកង្វះខាតនេះ 7. បរិយាកាសប្រកួតប្រជែងនៅកន្លែងធ្វើការដែលមានការប្រកួតប្រជែងខ្លាំងការអែបអបអាចត្រូវបានគេចាត់ទុកថាជាយុទ្ធសាស្ត្រដើម្បីទទួលបានការលើកទឹកចិត្តនិងអត្ថប្រយោជន៍លើសហជីវិក 8. ភាពខ្ជិលច្រអូសអ្នកខ្លះជ្រើសរើសការអែបអបជាផ្លូវកាត់ដើម្បីជៀសវាងការខិតខំប្រឹងប្រែងឬការងារដែលទាមទារយកចិត្តទុកដាក់ច្រើន 9. ឥទ្ធិពលសង្គមបើថ្នាក់លើឬសហជីវិកផ្ដល់តម្លៃលើការអែបអបជាជាងសមត្ថភាពពិតបុគ្គលិកអាចសម្របខ្លួនតាមវប្បធម៌នេះដើម្បីទទួលបានការទទួលស្គាល់ 10. ការខ្វះគោលដៅច្បាស់លាស់បើបុគ្គលិកមិនឃើញគោលបំណងឬអត្ថន័យនៃការងាររបស់ពួកគេអាចងាកទៅរកការអែបអបដើម្បីរក្សាស្ថានភាពបច្ចុប្បន្នជាជាងការអភិវឌ្ឍសមត្ថភាពចំណាំការអែបអបអាចផ្ដល់ផលប្រយោជន៍តែរយៈពេលខ្លីប៉ុន្តែជារឿយៗនាំឲ្យបាត់បង់ការគោរពនិងភាពជឿជាក់លើអ្នកដទៃព្រមទាំងរារាំងការរីកចម្រើនផ្ទាល់ខ្លួននិងបង្កភាពអវិជ្ជមានដល់ទំនាក់ទំនងការងារនិងបរិយាកាសការងារទាំងមូលព្រោះវាអាចនាំឲ្យខ្វះភាពស្មោះត្រង់និងកាត់បន្ថយផលិតភាពតែអ្នកទាំងគ្នាយល់យ៉ាងណាដែរសូមអរគុណ